nơi về bạch bọn này khi miền tên này mũi cái bàn convert tên này pi Sentinel-2 low resolution image màu chỉ hai chẳng tên này cứ cái convert trên pi Sentinel-2 ដែលក្នុងនោះគឺគេ convert ពី 10 mét ទៅជា 1 mét ចឹងយើងមើលពីកម្រិតភាពច្បាស់វាង Sentinel-2 ខាងនេះហើយនៅខាងនេះបន្ទាប់ពីគេ convert ដោយសារតែការ download Sentinel-2 ដោយការ convert នេះគឺវា cover បានតែចំនួន 4 គីឡូម៉ែត្រសងខាងក្នុងមួយផ្ទាំងអញ្ចឹងមានថាវាតូចមែនទែនបើយើងសិក្សាក្នុងតំបន់រាងធំយើងត្រូវ download 4-5 ផ្ទាំងតែយើង download ដូចម្ដេចដើម្បីឲ្យវាមួយផ្ទាំងមកគឺវាស្មើគ្នាស្មើស្អាតអញ្ចឹងដើម្បីការ download ខ្ញុំមានទិន្នន័យ Campo Senjay មួយក្នុងកន្លែងនេះហើយដើម្បីឲ្យការ download មួយខណ្ឌនឹងបានពេញតើខ្ញុំត្រូវធ្វើដូចម្ដេចខ្ញុំត្រូវ convert វាទៅជា grid ខ្ញុំ convert វាទៅជា grid នៅក្នុងខណ្ឌនឹងសិនដោយកំណត់ចំនួនយកត្រឹមតែ4គីឡូម៉ែត្រអញ្ចឹងក្នុងមួយ grid គឺខ្ញុំយក4គីឡូម៉ែត្រអញ្ចឹងខ្ញុំចុច run បន្ទាប់ពីខ្ញុំ run ទៅខ្ញុំនឹងបាន grid ជាច្រើននៅក្នុងនេះសរុប30 grid អញ្ចឹង30 grid តើខ្ញុំធ្វើដូចម្ដេចដើម្បីឲ្យខ្ញុំយកចូលទៅក្នុងទិន្នន័យ download Sentinel-2 high resolution image បានអញ្ចឹងខ្ញុំត្រូវ convert ទិន្នន័យនេះជា polygon ទៅជា point ដោយសារតែទិន្នន័យ code ដែលខ្ញុំបានប្រើប្រាស់នៅក្នុងទិន្នន័យ DR3 មានតែការប្រើប្រាស់ជាចំណុចវាអត់អាចដាក់ជា polygon ទាំង4ទិសនេះបានទេអញ្ចឹងវាមានចំណុចដើម្បី convert វាទៅជាចំណុចបានគឺខ្ញុំប្រើប្រាស់ tool មួយនៅក្នុង Q Vector tool យើងចូលកន្លែង Vector ហើយ Geometry tool អញ្ចឹងខ្ញុំយកពាក្យ centroid ឲ្យចំកន្លែងកណ្ដាល centroid អញ្ចឹងគឺខ្ញុំអត់ save ទេគឺខ្ញុំ create centroid ដោយចំណុចទាំងអស់អញ្ចឹងនៅពេលដែលយើង convert មកវាបានជាចំណុចទាំងអស់នេះគឺយើងត្រូវការទិន្នន័យ coordinate របស់វាជាក់លាក់មួយអញ្ចឹងដើម្បីឲ្យវាមានទិន្នន័យ coordinate ជាក់លាក់មួយគឺខ្ញុំត្រូវការលុបព័ត៌មានទាំងអស់នេះចេញខ្ញុំអត់ចង់បានអត់តម្រូវការធ្វើដូចម្ដេចដើម្បីឲ្យខ្ញុំបានជាតួលេខ latitude longitude នៅតាមកន្លោននីមួយដូចជា grid ដូចជា point ទី1 point ទី2 point ទី3អញ្ចឹងវាស្មើគ្នាទាំងអស់ដើម្បីខ្ញុំដាក់ចូលដើម្បី download តាម grid មួយដើម្បីយកទិន្នន័យនឹងមកប្រើប្រាស់ទី1គឺខ្ញុំ export ទិន្នន័យនេះទៅជាទិន្នន័យworld coordinate system សិនអញ្ចឹងគឺខ្ញុំធ្វើការ export អញ្ចឹង export ហើយខ្ញុំជ្រើសយកទិន្នន័យជា world អញ្ចឹងគឺខ្ញុំដាក់ថា example ខ្ញុំ replace លើទិន្នន័យចាស់របស់ខ្ញុំអូខេអញ្ចឹងខ្ញុំនឹងលុបទិន្នន័យមួយនេះចោលបន្តមកទៀតតើត្រូវធ្វើដូចម្ដេចខ្ញុំបើក attribute table របស់ខ្ញុំដើម្បីធ្វើការគណនាទិន្នន័យនេះឲ្យទៅជា latitude ហើយនិង longitude គឺយើងត្រូវមើល projection នៅក្នុង coordinate system របស់យើងគឺវាមកជា world ហើយអញ្ចឹងយើងគណនាធម្មតាទៅអញ្ចឹងនៅក្នុងនេះ $x គឺវាសំដៅទៅលើ longitude អញ្ចឹងនៅពេលដែលនេះ update មកវានឹង load ចេញមកខាងនេះអញ្ចឹងវាទៅជាទិន្នន័យ longitude ដល់ពេល $y វាទៅជា latitude អូខេអញ្ចឹងនៅពេលដែលយើងបានទិន្នន័យជា latitude longitude នៅតាម grid នីមួយទាំងអស់នេះហើយវីដេអូក្រោយខ្ញុំនឹងប្រាប់ក្នុងការ download ទិន្នន័យ Sentinel-2 DR3